ទាំងអស់នេះគឺជាភ្លេងជាតិឬភ្លេងសម្រាប់គោរពទង់ជាតិទាំង5សម័យកាលដែលកូនខ្មែរគ្រប់ជំនាន់ត្រូវតែចងចាំទុកជាក្រាំងសាវតាប្រវត្តិសាស្ត្រសម្រាប់ជាតិសាសន៍ខ្មែរទី1គឺបទនគររាជបទនេះត្រូវបាននិពន្ធឡើងដោយសម្ដេចព្រះសង្ឃរាជជួនណាតខណៈដែលសាច់ភ្លេងត្រូវបានតាក់តែងឡើងដោយជនជាតិបារាំងបទនេះត្រូវបានប្រើជាផ្លូវការដំបូងនៅទសវត្សរ៍ឆ្នាំ1940រហូតដល់ឆ្នាំ1970ភ្លេងជាតិនគររាជនេះត្រូវបានប្រើប្រាស់ជាផ្លូវការឡើងវិញក្រោយពីមានរបបប្រជាជាតិកម្ពុជានៅក្នុងឆ្នាំ1993ទី2ភ្លេងជាតិសាធារណរដ្ឋខ្មែរភ្លេងជាតិសាធារណរដ្ឋខ្មែរត្រូវបានប្រើប្រាស់អស់រយៈពេលជាង5ឆ្នាំនៅក្នុងអំឡុងឆ្នាំ1970ដល់ឆ្នាំ1975ទី3បទភ្លេង17មេសាមហាជោគជ័យកម្ពុជាមានតើគូជាកម្មករកាន់ទេកោដល់ដំជាយុវជនយិនមេរីបានទេវ័នបទភ្លេង17មេសាមហាជោគជ័យនេះត្រូវបានប្រើប្រាស់ជាផ្លូវការនៅក្នុងអំឡុងសម័យកាលកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមដែលជាសម័យកាលវិនិស្សកម្មដ៏ខ្មៅងងឹតបំផុតប្រចាំប្រវត្តិសាស្ត្រកម្ពុជាទី4ភ្លេងជាតិសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាបទភ្លេងនេះត្រូវបានប្រើប្រាស់នៅរដ្ឋធានីភ្នំពេញនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1980ក្រោយពីកំណែទម្រង់ស៊ីជម្រៅនៅក្នុងឆ្នាំ1989ដែលផ្លាស់ពីរបបសង្គមនិយមមករបបរដ្ឋកម្ពុជាសាច់ភ្លេងនេះនៅតែប្រើដដែលដោយគ្រាន់តែដូរខ្លឹមសារនៃបទចម្រៀងតែប៉ុណ្ណោះទី5បទភ្លេង$23ឬភ្លេងអ៊ុនតាបទភ្លេង$23ឬភ្លេងអ៊ុនតានេះគឺមានតែភ្លេងទេដោយមិនមានខ្លឹមសារចម្រៀងឡើយមានប្រភពមួយចំនួនបានលើកឡើងថាសម្ដេចក្រមព្រះនរោត្តមរណរដ្ឋគឺជាអ្នកតាក់តែងបទភ្លេងនេះបទភ្លេងនេះត្រូវបានប្រើប្រាស់នៅក្នុងអំឡុងពេលមាតុភូមិនិវត្តន៍របស់សម្ដេចព្រះនរោត្តមសីហនុនៅក្នុងឆ្នាំ1991